ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបាទខេតខ្ញុំនឹងសម្ដែងរឿងមួយជូនបងប្អូនទាំងអស់គ្នាដែលមានចំណងជើងថា Evil Dead ដែលបានចេញនៅក្នុងឆ្នាំ2013តែខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចណារឿងនេះគឺរន្ធត់ខ្លាំងហាមអ្នកខ្សោយបេះដូងហាមអ្នកអាយុក្រោម18មិនឲ្យមើលទេត្រៀមចិត្តត្រៀមកាយសម្រាប់មើលរឿងនេះហើយនៅបងប្អូនវាពិតជារន្ធត់ខ្លាំងណាស់សូម្បីតែខ្ញុំអ្នកសម្រាយនោះគឺពិតជាញ័រសាច់ខ្លាំងមែនតើហ្មងរឿងនេះគឺនិយាយអំពីមិត្ត5នាក់ដែលធ្វើដំណើរទៅកាន់កាប៊ីនដាច់ស្រយាលមួយតែពួកគេបានរកឃើញសៀវភៅបណ្ដាសាដែលបញ្ចេញកម្លាំងបិសាចនិងជួបហេតុការណ៍សាហាវព្រៃផ្សៃជាច្រើនចង់ដឹងសាច់រឿងយ៉ាងណាតោះចូលទៅក្នុងការសម្រាយទាំងអស់គ្នាផ្ដើមរឿងដំបូងមាននារីរងរបួសម្នាក់នៅក្នុងទីតាំងព្រៃមួយកន្លែងកំពុងតែរត់គេចពីអ្នកតាមចាប់នាងបានរត់ពួននៅដើមឈើមួយពួកគេចាប់គ្របក្បាលនាងបានហើយវាមួយដងកំភ្លើងចំក្បាលរួចយកនាងមកកន្លែងមួយទៀតដូចជាបន្ទប់នៅក្រោមដីនៅក្នុងព្រៃមួយនៅទីនេះមានសាកសពឆ្មាជាច្រើនដូចយកទៅបូជាសាច់សោះឈាមស្រស់ឲ្យបិសាចអញ្ចឹងបងប្អូនទាំងអស់គ្នាលោកតាម្នាក់នេះគឺជាអ្នកចូលរួមជួយមើលសៀវភៅដើម្បីបញ្ចប់បិសាចបុរសម្នាក់បានដើរចូលមកគាត់គឺជាឪពុករបស់នារីម្នាក់នឹងនាងសួរឪពុកថាតើកំពុងធ្វើអ្វីហើយម្ដាយរបស់នាងនៅឯណាឪពុកឆ្លើយថាពួកយើងគឺមកដើម្បីជួយហើយម្ដាយរបស់កូនបានសម្លាប់បាត់ទៅហើយអញ្ចឹងមានន័យថាកូនស្រីនឹងគឺសម្លាប់ម្ដាយរបស់គាត់នាងថាហេតុអ្វីឪពុកនិយាយរឿងបែបនេះនាងចង់ត្រឡប់ទៅផ្ទះវិញលោកតាឲ្យឪពុកធ្វើពិធីដើម្បីរក្សាព្រលឹងកូនស្រីឪពុកនិយាយថាសុំទោសហើយចាក់សាំងលើខ្លួននាងជោគអស់កូនស្រីព្យាយាមនិយាយថាគឺជានាងគឺជាកូនស្រីរបស់គាត់ពេលឪពុករៀបនឹងគូសឈើគូសនាងនិយាយថាខ្ញុំនឹងយកព្រលឹងនាងចេញលោកប៉ាពេលឈើគូសឆេះបិសាចក៏ចូលខ្លួនកូនស្រីហើយនិយាយថាខ្ញុំនឹងដកព្រលឹងអ្នកចេញអ្នកគួរឲ្យអាណិតណាស់ឪពុកក៏បោះឈើគូសទៅដុតកូនស្រីដែលបិសាចនៅក្នុងខ្លួននឹងឯងបិសាចនេះឆេះក្តៅយ៉ាងវេទនាហើយឪពុកដកកំភ្លើងមុននឹងបាញ់និយាយថាប៉ាស្រឡាញ់កូនរួចហើយបាញ់បំបែកក្បាលបិសាចនឹងចោលបិសាចក៏បានស្លាប់តែត្រឹមប៉ុណ្ណឹងមានអ្នកបើកឡានមកផ្ទះនៅក្នុងព្រៃយ៉ាងស្ងាត់គួរឲ្យខ្លាចមួយកន្លែងពួកគេគឺជាមិត្តនឹងគ្នាពួកគេនិយាយគ្នាសប្បាយរីករាយដូចជាអោបគ្នាអីជាដើមអញ្ចឹងណាបងប្អូនព្រោះខានជួបគ្នាយូរអញ្ចឹងទៅងាកមកមើលនារីម្នាក់នេះកំពុងតែគូសរូបគ្រាន់តែឃើញរូបហ្នឹងក៏គួរឲ្យខ្លាចដែរបងប្អូននាងមានឈ្មោះថាមៀហើយសង្សារនាងក៏បានដើរចូលមកដល់នាងនិយាយថាទីបំផុតអ្នកបានមកដល់ពិតប្រាកដហើយខ្ញុំភ្លេចប្រាប់ឈ្មោះតួប្រុសគឺគាត់ឈ្មោះ David ឆ្កែដែលរត់ចូលមកនេះមានឈ្មោះថា Grandpa David ឃើញខ្សែកគាត់ថាវាធ្វើឲ្យនាងខ្លាំងជាងនេះនាងមិនសូវជឿទៅលើរឿងនេះទេនាងក៏ងើបដើរចេញហើយងាកមកនិយាយថាសន្យានឹងខ្ញុំណាអ្នកនៅជាមួយខ្ញុំរហូតដល់បញ្ចប់រឿងនេះ David តបថាខ្ញុំមិនទៅណាឡើយបន្ទាប់មកពួកគេទាំង5នាក់នេះបានមកឈរជុំវិញអណ្ដូងមួយមាននិយាយថាសូមមិត្តភ័ក្តិនិងគ្រួសាររបស់ខ្ញុំជាសាក្សីចំពោះទង្វើមួយនេះការសន្យារបស់ខ្ញុំមិនអាចដកវិញបានទេមាចាក់ម្សៅថ្នាំញៀនចូលទៅក្នុងអណ្ដូងហើយបន្តនិយាយថាខ្ញុំសន្យាមិនប៉ះពាល់រឿងអាក្រក់នេះម្ដងទៀតទេហើយក៏បោះកញ្ចប់ម្សៅថ្នាំញៀននេះចូលទៅក្នុងអណ្ដូងបាត់តែម្ដងទៅអញ្ចឹងនាងគឺជាអ្នកញៀនថ្នាំខ្លាំងពួកគេមកជួយនាងដើម្បីឲ្យនាងដាច់ញៀននឹងឯងបងប្អូនពួកគេក៏ចាក់សាវចូលទៅក្នុងផ្ទះមួយនេះហើយធុំក្លិនអ្វីចម្លែកគឺក្លិនសាកសពសត្វនៅបន្ទប់ក្រោមដីនៅខាងដើមរឿងនឹងឯងបងប្អូនទាំងអស់គ្នាមាបានចូលមកដល់បន្ទប់ដែលមានរូបថតពួកគេពីមុនរួមទាំងរូបថតម្ដាយរបស់នាងផងដែរនាងក៏នឹកអនុស្សាវរីយ៍អញ្ចឹងទៅបងប្អូនមានិង David ប្រកែកគ្នាតិចតួចព្រោះ David មិនចង់រំលឹកអនុស្សាវរីយ៍ដ៏ក្រៀមក្រំ Olivia ប្រាប់ David ថានាងបានសន្យានឹងទទួលពាក្យសច្ចាប្រណិធានដូចគ្នាមុននឹងចាប់ថ្នាំញៀនរបស់នាងបាន Olivia មិនចង់ផ្ដល់ឱកាសឲ្យមាពេលនេះទេអញ្ចឹងមាពីមុនគឺគាត់ញៀនថ្នាំលើកម្រិតដែលធ្វើឲ្យគាត់ចង់កោតសតិអារម្មណ៍អញ្ចឹងទៅបងប្អូនវាដូចជាលំនាំដែលបងស្រី David បានស្លាប់អញ្ចឹងជប់ឡើងមាស្រែកយំយ៉ាងខ្លាំងគាត់ថាគាត់មិនអាចនៅកន្លែងដែលមានក្លិនអាក្រក់បែបនេះបានទេ Olivia មកលួងមាឲ្យស្ងប់អារម្មណ៍ហើយក៏ចាក់ថ្នាំឲ្យមានិយាយថាក្លិននេះគឺអាចមកពីអ្វីដែលស្លាប់ហើយភាយក្លិនមកនាងមិនអាចទ្រាំនឹងក្លិនអាក្រក់បែបនេះបានទេមិត្តភ័ក្តិរបស់នាងថាដូចអត់មានក្លិនអ្វីផងពេលនឹងដែរឆ្កែបានកេះកម្រាលព្រំ David ទាញមកក៏ឃើញឈាមកកនៅក្រោមនឹងហើយមានទ្វារចុះទៅបន្ទប់ក្រោមដីនេះទៀតផងនៅពេលដែល David និងពេវេនតា Ericចុះមកឃើញសាកសពឆ្មាចងព្យួរយ៉ាងច្រើននិងស្នាមឆេះសសរដែលបានដុតនារីម្នាក់នៅនឹងសសរមួយនឹងរួមទាំងសៀវភៅបិសាចមួយក្បាលផងដែរអ្នកទាំងពីរបានឡើងមកវិញក៏យកសៀវភៅបិសាចនេះឡើងមកដែរ Eric ដូចជាចាប់អារម្មណ៍នឹងសៀវភៅនេះណាស់ប៉ុន្តែមាបានប្រាប់ថាគួរតែគុំប៉ះពាល់វត្ថុអ្វីដែលមកពីបន្ទប់ក្រោមដីនេះសៀវភៅនេះគឺសាហាវណាស់បងប្អូនគ្រាន់តែប្រាប់ទេឃើញគឺគួរឲ្យខ្លាចតែម្ដង Eric បានកាត់ដែកហែកថងបើកសៀវភៅមួយនេះហើយមុតនឹងសន្លឹកសៀវភៅធ្វើឲ្យស្រក់ឈាមទៅលើទំព័រសៀវ
สิเพอគាត់ជួកដាស់មកទ្របគូខ្មៅដៃលើកដាស់នេះហើយឃើញអក្សរគាត់ក៏បានអានអក្សរនឹងប្រៀបបីដូចជាការហៅព្រលឹងបិសាចត្រឡប់មកវិញអញ្ចឹងគាត់បន្តអានពាក្យដែលគាត់ឃើញជាបន្តច្បាស់ការឲ្យបងប្អូនគឺព្រលឹងបិសាចកំពុងតែហោះមកហើយខណៈពេលដែលមៀកំពុងតែនៅក្រៅផ្ទះមេឃកំពុងភ្លៀងបិសាចក៏ចូលទៅក្នុងខ្លួននាងមៀក៏ក្អួតនៅកណ្ដាលភ្លៀងនឹងតែម្ដងនាងបានឃើញនារីម្នាក់ឈរនៅក្នុងព្រៃដ៏គួរឲ្យខ្លាចទៀតផងមៀចូលទៅក្នុងផ្ទះប្រមូលអីវ៉ៃអវ៉ាន់ចង់រត់ចេញពីទីនេះអូលីវីមកឃើញក៏បានសួរថាតើអ្នកចង់ទៅណាមៀឆ្លើយថាខ្ញុំសុំទោសខ្ញុំអត់អាចនៅទីនេះបានទេឥឡូវនេះណាមួយមៀដូចរៀងបាយថ្នាំហ្នឹងអញ្ចឹងអ្នករាល់គ្នាគឺអត់សូវស្ដាប់សម្ដីរបស់នាងទេនាងថានាងនៅទីនេះនាងនឹងឈួតនាងវង្វេងស្មារតីហើយពេលនេះដេវីតក៏បានដើរចូលមកដល់មៀឲ្យដេវីតបើកឡានជូនគាត់ទៅផ្ទះដេវីតក៏និយាយថាអ្នករាល់គ្នាដែលបានហាមឃាត់ឲ្យមៀនៅទីនេះគឺត្រឹមត្រូវមៀខឹងនឹងដេវីតខ្លាំងណាស់រួចហើយក៏បើកឡានចេញទៅតែម្នាក់ឯងនៅក្នុងឡាននាងស្រែកថាតើនាងកំពុងតែធ្វើអ្វីប្រៀបដូចជានាងអត់ដឹងថាខ្លួនឯងកំពុងធ្វើអីអញ្ចឹងបងប្អូនបើកឡានឃើញបិសាចនៅកណ្ដាលផ្លូវនាងក៏រេចង្កូតឡានចូលទៅក្នុងទឹកបន្ទាប់មកនាងក៏ដឹងខ្លួនហើយយកកាបូបរបស់នាងចុះចេញពីឡានស្រវេស្រវាហែទឹកបិសាចហោះមកទៀតហើយបងប្អូនអើយគួរឲ្យខ្លាចណាស់មៀក៏បានមកដល់លើគោកងាកមកឃើញបិសាចងើបចេញពីទឹកយ៉ាងគួរឲ្យខ្លាចនាងក៏រត់យ៉ាងលឿនដួលចូលទៅក្នុងគុម្ពវដែលធ្វើឲ្យនាងជាប់ជាមួយនឹងវនេះឯងមានការរត់ដៃរត់ជើងនិងរត់ករបស់នាងយ៉ាងពេញទំហឹងតែម្ដងមើលទៅឈឺចុកចាប់ខ្លាំងណាស់បងប្អូនទាំងអស់គ្នានាងបានឃើញបិសាចឈរនៅចំពោះមុខនាងបញ្ចេញសត្វអ្វីម្យ៉ាងពីមាត់ហើយសត្វនេះបានវាចូលទៅក្នុងខ្លួនរបស់មៀតាមផ្នែកខាងក្រោមនាងឈឺចុកចាប់ស្រែកយ៉ាងខ្លាំងឯដេវីតនិងអូលីវីវិញតាមរកមៀឃើញនាងនៅនឹងដើមឈើធំមួយក៏យកនាងត្រឡប់មកផ្ទះក្នុងព្រៃនេះវិញអូលីវីប្រាប់អ្នករកគ្នាថាមៀនិយាយអំពីបិសាចស្រីនៅក្នុងព្រៃនិងវរត់នាងអញ្ចឹងទៅអូលីវីនឹងគិតថាគឺជាការនិយាយដែលគ្មានប្រយោជន៍តែប៉ុណ្ណោះសួរថាតើនាងគួរទៅមន្ទីរពេទ្យដែរឬទេប៉ុន្តែពួកគេមិនយកនាងទៅណាទេឲ្យនាងនៅទីនេះសិនដេវីតក៏បានចូលទៅក្នុងបន្ទប់មៀសុំអង្វរដេវីតឲ្យយកគាត់ចេញពីទីនេះនាងថាមានអ្វីនៅក្នុងព្រៃនេះហើយវាចូលមកចិត្តពួកយើងហើយដេវីតក៏បានដើរចេញពីបន្ទប់ជុំឃើញបិសាចនៅក្នុងកញ្ចក់នេះទៀតបងប្អូនហើយតែព្រឹកតែម្ដងនេះអេរិកនៅតែបន្តបើកសៀវភៅនិងមើលទៀតឯដេវីតក៏បានចូលទៅយកសាកសពឆ្មាទាំងអស់យកមកចោលនៅក្នុងធុងសម្រាមហើយគាត់ប្រទះឃើញឈាមគាត់ក៏បានដើរតាមឈាមទៅឃើញឆ្កែរបស់គាត់បានស្លាប់បាត់ទៅហើយគាត់នឹកឃើញថាមានតែមៀទេដែលជាអ្នកសម្លាប់ឆ្កែរបស់គាត់ទើបគាត់ខឹងជាខ្លាំងគាត់ក៏បានដើរទៅហៅមៀនៅឯក្នុងបន្ទប់មៀដូចជាបិសាចចូលទៅក្នុងខ្លួនអញ្ចឹងនាងកំពុងតែងូតទឹកនាងកាច់អ្វីម្យ៉ាងទេបងប្អូនធ្វើឲ្យភ្លើងឆេះដុំបង្កើតបានជាទឹកក្តៅគឺនាងកំពុងតែមុជទឹកក្តៅនឹងឯងអ្នកនៅខាងក្រៅព្យាយាមហៅនាងឲ្យបើកទ្វារដេវីតទំនួសទ្វារចូលបានឃើញមៀរលាកស្បែកយ៉ាងខ្លាំងបាត់ទៅហើយគាត់ក៏ប្រញាប់បើកឡានជូននាងទៅមន្ទីរពេទ្យអេរិកបើកសភើបិសាចនឹងឃើញរូបភាពដូចហេតុការណ៍ដែលបានកើតឡើងទៅលើមៀមុននឹងនៅតាមផ្លូវទឹកចំនួនបានឡើងធ្វើឲ្យដេវីតមិនអាចនាំនាងទៅមន្ទីរពេទ្យបានទេគាត់ក៏បាននាំនាងត្រឡប់មកផ្ទះនៅក្នុងព្រៃនេះវិញអូលីវីបានឲ្យថ្នាំសណ្ដំទៅនាងរួចរាល់ហើយអ្នករាល់គ្នាបានប្រកែកគ្នាជាមួយនឹងអូលីវីថាធ្វើតាមនាងដែលមិនយកមៀនឹងទៅមន្ទីរពេទ្យតាំងពីដំបូងដេវីតថាព្រឹកនៅពេលដែលទឹកស្រកគាត់នឹងនាំមៀទៅមន្ទីរពេទ្យកំពុងតែប្រកែកគ្នាមៀក៏បានដើរចូលមកដល់ជាមួយនឹងកាំភ្លើងមៀគឺពិតជាគួរឲ្យខ្លាចខាំងមែនទែនបងប្អូនពួកគេឲ្យនាងតែកាំភ្លើងចុះនាងក៏បានបាញ់ទៅបង្អួចធ្វើឲ្យដេវីតត្រូវរបួសដៃឯបង្អួចបែកខ្ទេចខ្ទីបិសាចក៏ហោះចូលទៅក្នុងខ្លួនមៀនាងស្រែកហើយអ្វីៗគឺខ្ទេចខ្ទីអស់ហើយរញ៉េរញ៉ៃពេញនឹងតែម្ដងបងប្អូនបិសាចនិយាយថាអ្នកនឹងស្លាប់ម្ដងមួយយើងនឹងយកអ្នកទៅអ្នកទាំងអស់គ្នានឹងត្រូវស្លាប់នៅក្នុងយុគនេះហើយនិយាយចប់មៀក៏បានដួលសន្លប់បាត់ទៅអូលីវីបំរុងទៅយកកំភ្លើងចេញមៀក៏បានចាប់ដៃអូលីវីហើយក្អួតដាក់នាងគួរឲ្យខ្ពើមខ្លាំងមែនទែនបងប្អូនអូលីវីក៏ច្រានមៀធ្លាក់ចូលទៅក្នុងបន្ទប់ក្រោមដីអេរិកក៏បានដើរមកបិទទ្វារដាក់កន្លឹះនាងរើបន្រាបបន្តិចក៏ស្ងាត់បាត់ទៅវិញអេរិកប្រាប់ដេវីតថាអាចនឹងមានអ្វីតាក់ទងនឹងធ្មប់បិសាចនៅក្នុងបន្ទប់ក្រោមដីរីឯអូលីវីវិញមកលាងមុខលាងមាត់ទ្វារទូបិទតែខ្លួនឯងបែកកញ្ចក់នាងភ្ញាក់ព្រឺតែម្ដងខ្យល់បក់សៀវភៅបិសាចមកដល់ទំព័រខ្ទេចខ្ទីមុខនាងក៏ដើរចេញទៅហើយជាប់គាំងនៅមួយកន្លែងមិនអាចទៅណាបានខ្ញុំគិតថាប្រហែលជាបិសាចចូលខ្លួននាងទៀតហើយបងប្អូនសំឡេងទ្វារបិទអេរិកបានចូលទៅហៅអូលីវីគាត់បើកទ្វារមកឃើញថាស្ងាត់មែនតែននាងសង្ងំស៊ីកញ្ចក់ឡើងខ្ទេចខ្ទីមុខអស់តែម្ដងបងប្អូនគួរឲ្យរញើតខ្លាំងមែនតែនអេរិកបើកវិញនូនមកឃើញ
ញរន្ធត់ខ្លាំងពេកគាត់រអល់បុកនឹងបង្គន់ធ្វើឲ្យគាត់ឈឺចាប់មិនអាចងើបរត់ឡើងបានឡើយអូលីវីបានចាក់គាត់នឹងកញ្ចក់ជាប់ទ្រូងខាងឆ្វេងហើយយកមកជុលព្យាយាមចាក់ភ្នែកអេរិកតែបានវ៉ែនតាការពារយងខ្លះអេរិកក៏បានច្រានអូលីវីឲ្យដួលសន្លប់គាត់ក៏បានដកមកជុលចេញពីភ្នែករបស់គាត់គូឲ្យរន្ធត់អូលីវីដឹងខ្លួនវាមករកគាត់បានវាយក្បាលអូលីវីឡើងខ្ទេចខ្ទីតែម្ដងហើយនិយាយថានាងព្យាយាមសម្លាប់ខ្ញុំអ្នកទាំងពីរបានទ្វារចូលមកឃើញរន្ធត់ខ្លាំងមិនស្ទើរនោះដែរ David បានដកកញ្ចក់ចេញពីទ្រូងរបស់ Eric យកថ្នាំមកចាក់និងយកស្កុតមកបិទ David ត្រូវការស្ករនិងទឹកឲ្យមិត្តភក្តិស្រីរបស់គាត់ឈ្មោះ Natalie ម្នាក់ទៀតទៅយក Eric និយាយប្រាប់ David ថាគាត់បានអានទំព័រសៀវភៅបិសាចនោះហើយបានបញ្ចេញបិសាចមកពីឯ Natalie ឯនេះវិញមកយកស្ករជាមួយនឹងទឹកនិងទាំងការភ័យខ្លាចនាងបានឮសំឡេងនោះគឺជាទ្វារក្រោមដីបានបើកបាត់ទៅហើយមៀបានហៅនាងឲ្យជួយ Natalie ក៏ចុះទៅនៅពេលដែលបិសាចនិយាយ Natalie ក៏រត់ឡើងមកវិញហើយក៏ឡើងបានសម្រេចប៉ុន្តែមៀបានចាប់ទាញជើងរបស់គាត់ចូលទៅក្នុងបន្ទប់ក្រោមដីនោះវិញមៀបានខំដៃ Natalie ប្រៀបដូចជាចងស៊ីសាច់អញ្ចឹងហើយយកកំបិតមកលិតធ្វើឲ្យអណ្ដាតនាងបែងចែកជាពីរហើយនាងបានបញ្ចូលឈាមទៅក្នុងមាត់របស់ Natalie David បានមកជួយនាំ Natalie មកលើវិញហើយបិទទ្វារដមដោយគោលដាក់ច្រវាក់បន្ទប់ក្រោមដីនេះ Eric យកសៀវភៅបិសាចនេះមកដុតតែហាក់ដូចជាមិនឆេះឡើយហើយគាត់ក៏បន្តបើកដើម្បីឲ្យ David មើលជាមួយគ្នានៅពេលបិសាចយកព្រលឹងបានមេឃនឹងមានភ្លៀងជាឈាមបិសាចនឹងចេញពីឋាននរករីឯ Natalie ឯនេះវិញលាងដៃដែលមៀបានខំនាងពីរអ្នកនេះវិញ Eric ថាបិសាចនៅក្នុងខ្លួនមៀប្រសិនបើយើងចង់បញ្ចប់វាតតែសម្រាប់នាងចោល David គិតថាវាគឺជាមេរោគដែលធ្វើឲ្យ Olivia ស្លាប់ហើយ Eric ក៏តបវិញថាតើមេរោគប្រភេទណាដែលធ្វើឲ្យមនុស្សកាប់មុខនឹងកញ្ចក់បែបនេះចំណែកឯដៃ Natalie រលួយបន្តិចម្ដងនាងបានឃើញមៀឲ្យក្បាលចេញមកធ្វើឲ្យនាងបង្ខំកាត់ដៃរបស់នាងដែលរលួយនឹងចោលមិនដឹងថាវេទនាឈឺចាប់ខ្លាំងប៉ុណ្ណាទេបងប្អូនកាត់ដៃហើយក៏ដាច់ភ្លើងរលត់ពេញនឹងតែម្ដងអ្នកទាំងពីរបានដើរមកឃើញ Natalie ក៏បានយកនាងមករងរបួសឲ្យ Ericបានប្រាប់ថាសៀវភៅមាន3វិធីដើម្បីឲ្យបិសាចត្រឡប់ទៅវិញទី1គឺពិធីបញ្ចុះសពការបែកខ្ចែកនៃរាងកាយនិងការដុតគំទេចដោយភ្លើង David នៅតែមិនព្រមសម្លាប់មៀនោះទេពេលនោះ Natalie ក៏បានដើរមកបាញ់ដៃគោលជាប់នឹងក្បាលរបស់នាងគួរឲ្យរន្ធត់ហើយគាត់បានបាញ់ទៅជាប់នឹងដៃរបស់ Eric ទៀតនាងបាញ់ធ្វើឲ្យ Eric ជាប់ដៃគោលយ៉ាងច្រើនកន្លែងដែរ David ក៏ហក់ទៅចាប់ Natalie ធ្វើឲ្យរបបប្រដាប់បាញ់ដៃគោនឹងពីដៃរបស់នាងឯ David ក៏ជាប់ជាមួយនឹងដៃគោប្រមាណគ្រាប់ដែរ David បំរុងទៅយកកំភ្លើងប៉ុន្តែនាងបានយកដៃជើងជ្រូកមកវាយ David យ៉ាងច្រើនធ្វើឲ្យគាត់សន្លប់ Eric ក៏បានបាញ់ដៃគោទៅ Natalie ឯ Natalie បានយកជើងជ្រូកនឹងមកវាយកំទេចដៃរបស់ Eric ដែលគួរឲ្យរន្ធត់ខ្លាំងមែនទែនបងប្អូននាងបានបន្តវាយធ្វើឲ្យគាត់ត្រូវយ៉ាងដំណំត្រូវយ៉ាងខែដែរណាបងប្អូន David មកទាន់បាញ់កំទេចដៃរបស់ Natalie វិញនាងធ្វើជានិយាយដើម្បីឲ្យពួកគេអាណិតក៏សន្លប់នៅលើដៃរបស់David នាំ Eric មកក្រៅហើយព្រមធ្វើពិធីដុតកំទេចចោលគាត់បានចាក់សាំងពេញផ្ទះកេះដែលគេបំរុងនឹងដុតទៅហើយប៉ុន្តែគាត់នៅតែមិនដាច់ចិត្តចេះតែនឹកឃើញអនុស្សាវរីយ៍របស់គាត់ក្រោយមករន្ទះបាញ់ឆេះដើមឈើនៅខាងក្រៅគាត់ក៏បានផ្លាស់ប្ដូរពិធីមកជាបូជាកប់មៀវិញគាត់បានរៀបចំឧបករណ៍ឆក់សង្គ្រោះជីវិតឡើងវិញនិងប៉ែជីកដីជាដើមនៅពេលដែលគាត់ជីកដីរួចរាល់គាត់បានចូលទៅក្នុងបន្ទប់ក្រោមដីដើម្បីយកមៀមកកប់ព្យាយាមស្វែងរកនាងប៉ុន្តែមិនទាន់រកឃើញនៅឡើយទេបន្តិចក្រោយមកនាងក៏ហក់មកចាក់ដៃរបស់ David មានរបួសទាំងសងខាងហើយធ្វើឲ្យគាត់ផ្ទុកទៅនឹងជញ្ជាំងមិនដឹងប៉ុន្មានដងទេបងប្អូននាងព្យាយាមជាមួយ David នៅក្នុងទឹកប៉ុន្តែ Eric បានមកវាយនាងពីក្រោយទាន់ David ក៏ចាក់ថ្នាំសណ្ដំឲ្យមៀពេលហ្នឹង David បាននិយាយជាមួយនឹង Eric បន្តិចហើយ Eric ក៏បានស្លាប់ទៅគាត់ក៏បានស្លៀកពាក់ឲ្យមៀដើម្បីធ្វើពិធីកប់នាងនៅក្នុងដីជោគដីបំរុងនឹងកប់នាងក៏ដឹងខ្លួនព្យាយាមថានាងដកដង្ហើមមិនរួចទេ David ថាអ្នកមិនមែនជានាងទេហើយនាងក៏និយាយធ្វើជាបងស្រីរបស់ David ម្ដង David ព្យាយាមឲ្យនាងឈប់និយាយហើយក៏កប់នាងបានសម្រេចជោគជ័យបន្តិចក្រោយមកគាត់ក៏ជីកដីយកនាងឡើងមកវិញហើយព្យាយាមឆក់ដើម្បីឲ្យនាងរស់ឡើងវិញដូចជាមិនមានសង្ឃឹមនោះទេប៉ុន្តែមុខរបស់នាងស្រស់ស្រាយវិញហើយគាត់បានគ្របនាងហើយដើរចេញនាងក៏បានហៅគាត់អ្នកទាំងពីរក៏បានស្ទុះមកអោបគ្នាយ៉ាងស្រណោះនៅស្ថានភាពដែលពួកគេបានជួប David ក៏បានដើរចូលទៅក្នុងផ្ទះឲ្យមាននៅចាំនៅខាងក្រៅពេលហ្នឹងបិសាចចូលខ្លួន Eric ម្ដងចាក់ត្រូវចំករបស់ David ដើរមកប្រាប់នាងឲ្យរត់ទៅឲ្យឆ្ងាយហើយគាត់បកគលសោឡានអីហ្នឹងគឺឲ្យនាងដើម្បីឲ្យនាងរត់ចេញគាត់នាំនាងចេញមកក្រៅហើយគាត់ចាក់សោទុកគាត់នៅខាងក្នុងផ្ទះ David បានយកកាំភ្លើងមកបាញ់ចំធុងហ្គាសដែលធ្វើឲ្យឆេះផ្ទះនឹងតែម្ដងទៅដូច្នេះព្រលឹងទាំង4បិសាចត្រូវបានយករួចរាល់ហ
ហើយពេលនឹងដែរគឺមានភ្លៀងធ្លាក់មកសុទ្ធតែឈាមតែម្ដងបងប្អូនបិសាចក៏បានចេញពីក្នុងដីមកគួរឲ្យញញើតខ្លាំងណាស់បងប្អូនអើយសៀវភៅដ៏ទំព័របិសាចចេញមកហើយមៀរត់ចូលទៅក្នុងឡានបិសាចមកតាន់វាយកញ្ចក់ឡានបែកខ្ទេចចាប់ជើងមៀក្តៅខ្លាំងធ្វើឲ្យនាងធ្លាក់ពីលើឡានវិញនាងឃើញរុនក៏បានវាលចូលទៅក្នុងរុនមួយហ្នឹងហើយឡើងមកដល់កន្លែងមួយទៀតរវាងកំបិតនិងម៉ាស៊ីនអានាងយកម៉ាស៊ីនអាហើយយកប្រេងមកចាក់ទៅលើម៉ាស៊ីនអានឹងដើម្បីឲ្យវាដំណើរការបិសាចបានមកតាន់នាងថយក្រោយចូលទៅគៀនកន្លៀតបិសាចក៏ចាក់ទម្លុះសឹងតែត្រូវនាងទៅហើយចាក់ទម្លុះទាញចុះទាញឡើងនឹងធ្វើឲ្យនាងរបួសជើងរបួសដៃជាច្រើនកន្លែងដែរនាងព្យាយាមវាយទម្លុះជញ្ជាំងចេញមកខាងក្រៅបានយ៉ាងណាក៏ដោយក៏នាងមិនចោលទៅលើម៉ាស៊ីនអារបស់នាងដែរនាងរត់មកពួននៅគៀនឡានបិសាចក៏តាមនាងដែរគុំសង្ឃឹមថាគេមិនតាមអីរួចហើយនាងក៏ចូលទៅក្រោមឡានមានព្យាយាមបញ្ឆេះម៉ាស៊ីនអានឹងនៅពេលដែលបិសាចនៅមកដល់នាងបានអាជើងបិសាចទាំងសងខាងដែលធ្វើឲ្យដាច់តែម្ដងបងប្អូនបិសាចទាញឡានមកសង្កត់ដៃរបស់មៀជាប់ត្រឹមកដៃមិនអាចតបបានទេមៀព្យាយាមទាញបណ្ដាច់ត្រឹមកដៃរបស់នាងព្យាយាមចាប់ម៉ាស៊ីនអាបិសាចក៏ជិតមកដល់ដែរនាងប្រឹងទាញបណ្ដាច់ដៃរបស់នាងចោលតែម្ដងចាប់បានម៉ាស៊ីនអារួចហើយនាងក៏បានអាក្បាលបិសាចនឹងកាត់ខ្លួនវាជាពីរតែម្ដងរន្ធត់ខ្លាំងមែនតែននិយាយពីថាឈាមមកទាំងលើផងមកទាំងពីបិសាចផងគឺអត់កើតទេបិសាចនេះក៏ត្រូវបានស្រូបចូលទៅក្នុងដីវិញឯភ្លៀងឈាមក៏ឈប់ធ្លាក់ចុះមកមាននៅសល់តែម្នាក់ឯងគត់នាងបាត់បង់មិត្តភ័ក្តិរបស់នាងអស់ហើយនាងរើសយកខ្សែករបស់ដេវីតមកពាក់ទាំងដែលឈាមនៅជោគពេញខ្លួនរួចហើយក៏ដើរចេញទៅសៀវភៅបិសាចត្រូវបានបិទរឿងក៏ត្រូវបានបញ្ចប់តែត្រឹមប៉ុណ្ណេះរឿងនេះដែរផ្ដល់ឲ្យយើងនូវតម្លៃអប់រំដូចជាផលវិបាកនៃការមិនអើពើនិងការប្រមានមិនត្រូវលេងជាមួយនឹងអ្វីដែលយើងមិនយល់ច្បាស់ការតស៊ូនៃការចេញពីការញៀនអកប្បកិរិយារបស់មនុស្សក្រោមភាពតានតឹងខ្លាំងនិងសារៈសំខាន់នៃការគោរពមនុស្សដែលមិនស្គាល់បាទហើយខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាដែលទស្សនារឿងនេះសម្រាប់ខ្ញុំគឺវារន្ធត់ខ្លាំងមែនទែនជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ